Don Bosco Production បាទសូមជម្រាបសួរទស្សនិកជនទីគោរពនិងជាទីមេត្រីបាទឥឡូវនេះកម្មវិធីដំណើរកម្សាន្តជុំវិញខេត្តជុំវិញព្រះរាជាណាចក្រកម្ពុជាក៏បានចូលខ្លួនមកជួបនឹងទស្សនិកជនយើងសាជាថ្មីម្ដងទៀតហើយដែលរៀបចំកម្មវិធីនេះដោយខ្ញុំបាទចម្រើនរួមជាមួយនឹងលោកខ្ញុំបាទសខនបាទពីកម្មវិធីរបស់យើងក៏តែងតែនាំអារម្មណ៍នាំទាំងទស្សនីយភាពរមណីយដ្ឋាននៅដែនកោះនៅជុំវិញព្រះរាជាណាចក្រកម្ពុជាមកចែកជូនដល់បងប្អូនប្រិយមិត្តដែលកំពុងតាមដានទស្សនានៅកម្មវិធីរបស់យើងផងដែរដោយឡែកកម្មវិធីថ្ងៃនេះកម្មវិធីរបស់យើងក៏បាននាំអារម្មណ៍ប្រិយមិត្តទស្សនិកជនមកទស្សនានៅកោះទន្សាយបាទឥឡូវនេះយើងទាំងពីរនាក់កំពុងតែឈរនៅពីមុខតាមផ្លូវចូលកោះទន្សាយបាទនេះគឺជាផ្លាកនិរូបទាំងមួយដែលបង្ហាញអំពី logo ដែលទៅទុកកោះទន្សាយក៏ដូចជាស្នេហ៍កែបនៅក្នុងខេត្តកែបនេះផងដែរបាទឥឡូវនេះយើងធ្វើដំណើរទៅកោះទន្សាយគឺយើងធ្វើដំណើរទៅតាមទូកបាទហើយតាមទូកតម្លៃទូកនីមួយៗគឺមានតម្លៃ$20តែប៉ុណ្ណោះបាទហើយសម្រាប់អ្នកដែលជិះទូកគឺ8នាក់គឺមិនថ្លៃទេលោកចម្រើនបាទមិនថ្លៃទេគឺបងគេថាមែនទែនហើយយើងទៅមកតែម្ដង$8គេថាបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈយើងអាចធ្វើដំណើរទៅមកដោយងាយស្រួលបានគឺតម្លៃបើគិតទៅម្នាក់តែ$10000តែប៉ុណ្ណោះបាទបាទឥឡូវនេះកុំអោយប្រិយមិត្តក៏ដូចជាទស្សនិកជនរងចាំយូរបាទធ្វើអញ្ជើញរីកចូលតបាទបាទសូមអញ្ជើញជាមួយនឹងខ្ញុំដូចបន្តតូចស្ដាងឡើងពីលេងទឹកខ្ញុំមើលស្ទើរព្រឹកនឹកស្មានមិនដល់ឡើយណាថានៅក្រុមការងាររបស់យើងក៏បានមកដល់កំពង់ផែចុះទូកទៅកោះទន្សាយបាទបាទឥឡូវនេះខាងក្រោយនេះបាទគឺជាសកម្មភាពក្រុមការងាររបស់យើងទឹកកោះធ្វើដំណើរទៅលេងកោះទន្សាយបាទហើយកោះទន្សាយនោះវាមានទិដ្ឋភាពស្រស់ស្អាតយ៉ាងណាណាបាទសូមអញ្ជើញរីករាយដូចទៅបាទហើយគេថាយើងធ្វើដំណើរទៅតាមទូកនេះបាទបងមួតនេត្រាខ្ញុំយ៉ាងទេសចរចង់សួរដំនួនក្រៃស្ងួនទើងក្រធ្វើមិនដេញបានស្គាល់ឈ្មោះថមនិមលទៅណសាងសុំអូនថតសំចតលើថ្មខ្មាស់ណែទេសចរមុំពុំតបតបាទឥឡូវនេះបាទយើងធ្វើដំណើរមកតាមកោះនេះកាន់តែជាក់មែនទែនបាទពេលព្រឹកព្រលឹមផងបាទយើងធ្វើដំណើរជិតដល់កោះទន្សាយបាទហើយនេះគឺជាក្រុមការងាររបស់យើងផងដែរបាទហើយជារួមយើងឥឡូវនេះទីទូមើលឃើញខ្ញុំអត់ដែរទីទូដល់ចាក់លក់គ្រប់ចាំអូហើយបាទចាំពុលហើយតែជារួមមិនថាអត់អីអត់បានទេបងប្អូនថាយើងកោះទន្សាយវាលក្ខណៈជាតិដែរលោកអត់បាទគឺលក្ខណៈជាតិតែយើងធ្វើសប្បាយរីករាយដូចថាឡើងចុះបាទដូចជាទៀតមួយបាទសប្បាយមែនទែនបាទដល់ពេលអត់ដែរទីទូចាំទៅឃើញថាអារម្មណ៍បងសប្បាយហើយមើលទីទូដូចទីយន្តហោះអញ្ចឹងបាទឥឡូវនេះយើងធ្វើដំណើរបន្តទៀតបាទសូមអញ្ជើញតាមដានទស្សនាទស្សនវិជ្ជាតាមធ្វើដំណើរតាមទូកតបាទសំរងឆ្នេរកែបបែបស្រងស្រទន់តែណលួនវន់អរគុណក៏ភ្នែកផ្លែក្នុងអារម្មណ៍ស្លៀកឈុតមួយទឹកដងខ្លួនឡើងឡំសំអើយសែនសំលើកដៃទន្ទាំត្រសងកែសីងូតទឹកបណ្ដាលួចមើលនួនអងនឹកភ្នក់ម្ដងបងចង់ប្រឡោមបំវៃស្រង់តូច្រឡឹងដឹងទេពីស្អីបងស្រឡាញ់ស្រីបើអើយប្រណីញញឹមមួយមកភ្នែកផ្លែក្នុងអារម្មណ៍ស្លៀកឈុតមួយទឹកដងខ្លួនឡើងខ្លំសំអើយសែនសំលើកដៃទន្ទាំត្រសងកែសីងូតទឹកបាទឥឡូវនេះបាទក្រុមការងាររបស់ខ្ញុំបានចុះមកដល់ទីតាំងលើកោះទន្សាយតែម្ដងហើយ
បាទនេះគឺជានៅខាងក្រោយនេះគឺជាឆ្នេរបាទឆ្នេរនៅលើកោះទន្សាយតែម្ដងបាទលោកសខនមើលទៅមានទេសភាពស្អាតមែនទែននៅលើកោះនេះបាទ បាទយើងឃើញថាមានថាជនបរទេសនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិយើងមកលេងច្រើនមកមែនទែនបាទនៅជាពិសេសនេះគឺថ្ងៃឈប់សម្រាកគឺភ្ញៀវជាតិរបស់យើងគឺមកលេងច្រើនមែនទែនឥឡូវនេះតើបាទសូមនាំអារម្មណ៍របស់យើងទៅជួបជាមួយនឹងម្ចាស់ភោជនីយដ្ឋានបាទម្ចាស់ភោជនីយដ្ឋាននឹងជាផ្ទះសំណាក់ជាបឹងកាឡូផងដែរបាទសូមអញ្ជើញរីករាយដោយតទៅបាទសូមជម្រាបសួរបងប្រុសបាទជាដំបូងនេះសូមបងប្រុសមេត្តាជួយប្រាប់ពីឈ្មោះបងប្រុសព្រមទាំងទីតាំងដែលបងកំពុងតែធ្វើអាជីវកម្មសប្តាហ៍នេះបាទឈ្មោះឈៀងសំអឿនកន្លែងរបស់ខ្ញុំនេះមានឈ្មោះហាឋាននិងផ្ទះសំណាក់សុំវុចអាយហើយមានបម្រើសេវាកម្មម្ហូបសម្រាប់ភ្ញៀវជាតិភ្ញៀវខ្មែរយើងនិងបរទេសហើយនឹងផ្ទះសំណាក់ហើយនឹងម៉ាស្សាហើយប៉ុណ្ណឹងកន្លែងរបស់បងស្ថិតនៅទីតាំងកោះមួយណាដែរកន្លែងរបស់ខ្ញុំស្ថិតនៅកោះទន្សាយដែលស្ថិតនៅក្នុងខេត្តកែបបាទខេត្តកែបក្រុងកែបហើយទៅចូលជាមួយនឹងសេវាកម្មម្ហូបអាហារវិញឬក៏ថាផ្ទះសំណាក់វិញយើងរាល់ថ្ងៃធម្មតាជាមួយនឹងថ្ងៃបុណ្យទានអញ្ចឹងតើមានអត្រាខ្ពស់ជាងគ្នាឬយ៉ាងណាដែរចំពោះម្ហូបវិញវាធម្មតាយើងលក់តាមលុយនេះវាអត់មានការឡើងចុះគឺយើងលក់តាមលុយទាំងឯងបាទធម្មតាយើងលក់តាមលុយហ្នឹងគឺចូលទៅថ្ងៃបុណ្យក៏យើងប្រើលុយហ្នឹងថ្ងៃធម្មតាក៏យើងប្រើលុយហ្នឹងគឺអត់ឡើងចុះទេគឺនៅថេហើយជារៀងរាល់ថ្ងៃនេះបើយើងសង្កេតមើលថាភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិវិញតើគាត់នឹងភាគច្រើនគឺមានភ្ញៀវខាងណាដែលមកចូលការសម្រាកឬក៏ថាបរិភោគអាហារច្រើនជាងបើតាមធម្មតាយើងរាល់ថ្ងៃនេះវាសម្បូរច្រើនគឺបរទេសតែម្ដងកោះយើងនេះព្រោះថាភ្ញៀវជាតិយើងភ្ញៀវខ្មែរយើងនេះគឺគាត់មកតែថ្ងៃបុណ្យទានភាគច្រើនថ្ងៃបុណ្យទានដូចជាចូលឆ្នាំសកលចូលឆ្នាំចិនឬក៏ចូលបុណ្យឯករាជ្យបុណ្យជាតិយើងហ្នឹងគឺភ្ញៀវខ្មែរយើងច្រើនលើសបរទេសតែថ្ងៃធម្មតាវិញគឺបរទេសលុបជាងបាទតែមានខ្លះដែរភ្ញៀវខ្មែរយើងដូចជាមកលក្ខណៈគ្រួសារដូចគាត់គ្រួសារពីគ្រួសារអញ្ចឹងគាត់មកលេងអញ្ចឹងតែបើធម្មតាគឺបរទេសលើសជាងឥឡូវយើងឃើញថាយើងទស្សនានៅភោជនីយដ្ឋាននិងជាដូចជាផ្ទះសំណាក់រួចហើយឥឡូវនេះយើងមើលឃើញថាទេសភាពនៅលើនេះល្អមែនទែនបាទទៅចម្រើនបាទជាពិសេសឃើញថាភ្ញៀវបរទេសយើងបានដើរទស្សនាលេងតាមឆ្នេរសមុទ្រក៏ដូចជាតាមញ៉ាំអីតាមភោជនីយដ្ឋាននានាបាទជំរាបទស្សនិកជនឲ្យបានដឹងផងដែរថានៅក្នុងនៅលើកោះនេះគឺមានភោជនីយដ្ឋានក៏ដូចជាផ្ទះសំណាក់ចំនួន7កន្លែងនៅលើកោះនេះបាទហើយនឹងមានភោជនីយដ្ឋានក៏ដូចជាលក់អីវ៉ាន់តូចក្រៅពីនឹងផ្សេងទៀតទៅខាងត្បូងនោះក៏មានដែរបាទគឺថាយើងមិនមានតែឆ្នេរនៅនេះទេគឺយើងមានឆ្នេរនៅខាងត្បូងនោះមួយទៀតបាទគឺស្អាតមែនទែនបើសិនជាទស្សនិកជនដែលបានអញ្ជើញមកបាទកុំភ្លេចបាទមកលេងនៅក្រុងកែបបាទកុំភ្លេចចូលមកទស្សនាពិសានៅលើកោះទន្សាយនេះបាទឥឡូវនេះយើងនឹងនាំអារម្មណ៍របស់ប្រិយមិត្តគឺនិកជនរបស់យើងនៅទៅទស្សនានៅទស្សនវិជ្ជាដល់ស្រស់បំព្រោះនៅលើកោះតែម្ដងឥឡូវនេះសូមអញ្ជើញទៅទស្សនាជាមួយនឹងក្រុមការងារជាខ្ញុំទៅបាទសម្រាប់នឹកដកម្ដងបងចង់ប្រឡោមបំបីស្រង់តូចច្រឡឹងដឹងទេពីស្អីបងស្រឡាញ់ស្រីបើអើយប្រណីញញឹមមួយមក
คนเพตราสนารีสโรโดยกาไอจันดาเมียนมังนอลินอยู่ไม่บอกอาโซริยพอและพอเลือเบอ អូនបងជួយទេក្បែរបងអួយចិនបងគួនប្រងលួចគួចហើយអូននាងបានឃើញថាទិដ្ឋភាពនៅលើកោះសន្សាយនេះបើពិតជាស្រស់បំព្រងមែនទែនគឺថាមានដើមដូងព្រៃឈើស្រស់បំព្រងដូចជាថាថែរដូវនេះជារដូវប្រាំងប៉ុន្តែស្រស់បំព្រងដូចរដូវវស្សាលោកចម្រើន ប៉ុន្តែនិយាយរួមនៅលើនេះវាមានទឹកសាបមានអីចឹងណាលោកស្នង បាទយើងមានទឹកសាបគ្រប់គ្រាន់សម្រាប់បរិទទួលទានបរិភោគនិងងូតចម្រាស់ខ្លួនបន្តពីយើងលេងនៅទឹកសមុទ្រផងដែរ បាទប៉ុន្តែតែនៅលើនៅទីនេះជុំវិញសត្វតែទឹកប្រៃប៉ុន្តែនៅលើហ្នឹងមានទឹកសាបមានទឹកអីចឹងហើយធ្វើឲ្យធម្មជាតិនៅទីនេះមានលក្ខណៈមួយស្រស់បំព្រងជាលក្ខណៈពណ៌បៃតងតែម្ដងហើយគេថាសប្បាយមែនទែនលោកសខនខ្ញុំមកដែលមកហើយដល់ពេលមកលេងទស្សនាលើនៅលើកោះនេះឃើញថាយើងដើរទៅហាក់ដូចជាអារម្មណ៍មួយប្លែកពីការសិក្សារបស់យើងផងដែរ បាទឥឡូវនេះពីកម្មវិធីដំណើរកម្សាន្តរបស់យើងក៏បានឈានមកដល់ទីបញ្ចប់លោកចម្រើន បាទដល់ទីបញ្ចប់ផងដែរគួរឲ្យសោកស្ដាយមែនទែនដែលក្រុមការងាររបស់យើងខ្ញុំបានមកទស្សនានៅទីនេះហើយឥឡូវនេះក៏បានដល់ទីបញ្ចប់ដូច្នេះហើយមានតែថ្លែងអំណរគុណដល់ទស្សនិកជនយើងដែលបានចូលរួមទស្សនាជាមួយនឹងកម្មវិធីរបស់យើងដែរ បាទហើយពីកម្មវិធីរបស់យើងក៏បានសូមជូនពរដល់ប្រិយមិត្តដែលកំពុងតែតាមដានទស្សនាទាំងអស់ឲ្យបានជួបប្រទេសតែក្តីសុខនិងក្តីចម្រើនបាទពីកម្មវិធីរបស់យើងនឹងសន្យាថានឹងវិលមកជួបទស្សនិកជនទាំងអស់នៅកម្មវិធីលើក្រោយបាទសម្រាប់ពេលនេះយើងខ្ញុំទាំងពីរនាក់សូមអរគុណសូមជម្រាបលា